នៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2026អាយុដំបណ្ឌិតចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026ដែលមានរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី25ដល់ថ្ងៃទី26ខែកុម្ភៈឆ្នាំ2026នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញក្នុងពិធីសន្និបាតនេះអាយុដំរដ្ឋមន្ត្រីបានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនាដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្មនៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈជូនក្រសួងធម្មការនិងសាសនានិងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ2025កន្លងទៅនេះអាយុដំរដ្ឋមន្ត្រីបានបន្ថែមទៀតថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាត្រូវបានកត់សម្គាល់នៅក្នុងព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានរំលឹកថាសម្ដេចធិបតីហ៊ុនម៉ាណែតជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយធម៌វន្តឃ្លាវខ្លាបញ្ញាវាងវៃស្មារតីមមុតបន្តវេនពីសម្ដេចតេជោហ៊ុនសែនដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិលើសពីនេះអាយុដំរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថានៅក្នុងនីតិកាលទី7នេះដែរក្រសួងធម្មការនិងសាសនាក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយលើកកម្ពស់សាសនារបស់រដ្ឋតម្លៃសីលធម៌សង្គមនិងសុខដុមនីយកម្មសាសនាស្ថិតនៅបញ្ចកោណទី1មុំទី5ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្នឆ្លើយតបទៅនឹងគោលនយោបាយខាងលើក្រសួងបានកំណត់ចេញនៅផែនការយុទ្ធសាស្ត្រចំនួន5សម្រាប់អនុវត្តនៅក្នុងរយៈពេល5ឆ្នាំ2024-2028រួមមាន 1. ការលើកកម្ពស់សាសនារបស់រដ្ឋ 2. ការលើកកម្ពស់សីលធម៌សង្គម 3. ការរក្សាសុខដុមនីយកម្មសាសនា 4. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិតនិង 5. ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្សអាយុដំរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាតាមរយៈការអនុវត្តផែនការសកម្មភាពការងារក្នុងឆ្នាំ2025កន្លងទៅនេះថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់បានចូលរួមយ៉ាងសកម្មនៅក្នុងការបំពេញការងារប្រចាំថ្ងៃឆ្លើយតបទៅនឹងផែនការដែលបានដាក់ចេញដោយសម្រេចបានលទ្ធផលការងារតាមផែនការគ្រោងទុកជាក់ស្ដែងដែលមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងធម្មការនិងសាសនារួមជាមួយនឹងគណៈសង្ឃនាយកទាំងពីរគណៈបានរៀបចំពិធីបុណ្យខួប56ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរសូត្រព្រះត្រៃបិដកនិងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី9ដល់ថ្ងៃទី10ខែកុម្ភៈឆ្នាំ2026នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាភ្នំអត្តរដែលស្ថិតនៅភូមិភ្នំឃុំផ្សារដែកស្រុកពញាលឺខេត្តកណ្ដាលដើម្បីរក្សានៅសុខដុមនីយកម្មសាសនាតាមរយៈគ្រប់សាសនាទាំងអស់បានចូលរួមសហការលើកិច្ចការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងការងារមនុស្សធម៌ធានាឲ្យមានវត្តអារាមក្លាយជាកន្លែងប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃនិងជាពុញ្ញខេត្តគួរជាទីជ្រះថ្លារបស់ប្រជាជនកម្ពុជានៅក្នុងការបំពេញកុសលក្រសួងធម្មការនិងសាសនាបានបង្កើតនៅអភិក្រមស3សម្រាប់វត្តអារាមរួមមានវត្តស្អាតវត្តស្វាងនិងវត្តស្ងប់ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់អនុវត្តតាមវត្តអារាមនៅទូទាំងប្រទេសវត្តអារាមទាំងអស់ក៏ជាកន្លែងសម្រាប់អនុវត្តនៅគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលនិងចូលរួមផ្សព្វផ្សាយស្ដីពីសុវត្ថិភាពកុមារការលុបបំបាត់អំពើហិង្សាការទប់ស្កាត់ការជួញដូរមនុស្សនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងការគោរពច្បាប់ចរាចរណ៍ក្រៅពីក្រសួងក៏បានធានានូវការលើកកម្ពស់វិស័យពុទ្ធិកសិក្សាដែលជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនាដោយជំរុញទូនាទីរបស់អគាតិការដ្ឋានដែលជាផ្នែកមួយដ៏សំខាន់របស់ក្រសួងតាមរយៈការពង្រឹងគុណភាពប្រឡងគ្រប់កម្រិតពុទ្ធិកសិក្សានិងពង្រឹងសមត្ថភាពរបស់គ្រូគ្រប់កម្រិតអាយុដំបណ្ឌិតរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍បន្ថែមដើម្បីតម្រង់ទិសដល់អង្គសន្និបាតឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលដូចខាងក្រោម 1. ត្រូវធ្វើការពិភាក្សានិងរកឲ្យឃើញនៅចំណុចខ្លាំងចំណុចខ្សោយ
ឱកាសនិងបញ្ហាប្រឈមដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំនៅទិសដៅបន្តសម្រាប់ការអនុវត្តនៅក្នុងឆ្នាំ2026ឲ្យមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា2សូមឲ្យព្រះសមាជិកានៃអង្គសន្និបាតទាំងមូលចូលរួមជាព្រះមតិយោបល់និងយោបល់ឲ្យបានផលផុសស្វែងរកធាតុចូលថ្មីបន្ថែមទៀតដើម្បីជាវិភាគទានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រទាំង5របស់ក្រសួងរយៈពេល5ឆ្នាំ2024-2028ឲ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ផងដែរ3សូមនិមន្តនិងអញ្ជើញចូលរួមឲ្យបានពេញលេញប្រកបដោយព្រះស្មារតីបរិកម្មសកម្មអន្តរកម្មនៅក្នុងការពិភាក្សារក្សាសាមគ្គីផ្ទៃក្នុងនិងភាពស្មោះត្រង់នៅក្នុងគ្រួសារធម្មការនិងសាសនាតែមួយដើម្បីរួមគ្នាគិតរួមគ្នាអនុវត្តប្រកបដោយការទទួលខុសត្រូវនិងរួមគ្នាទទួលបានផលប្រយោជន៍ល្អប្រសើរនិង4សូមឲ្យកិច្ចពិភាក្សានៅក្នុងអង្គសន្និបាតថ្ងៃនេះទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានដើម្បីចូលរួមអភិវឌ្ឍវិស័យធម្មការនិងសាសនាឲ្យកាន់តែរីកចម្រើននិងរុងរឿងឡើងថែមទៀត